ជាក់ស្ដែងខ្ញុំចង់ឲ្យប្រជាជនយើងទាំងអស់គ្នាដឹងថាប្រទេសខ្មែរយើងនាបច្ចុប្បន្ននេះកំពុងតែពុះ control យើងហៅថាកូនខ្លាមួយដែលកំពុងតែចាប់ផ្ដើមលូតលាស់ធំគេហៅថាប្រទេសកំពុងអភិវឌ្ឍគឺវ័យក្មេងអញ្ចឹងសេដ្ឋកិច្ចកំពុងតែរៀលដាលលូតលាស់ខ្ពស់ហើយឱកាសក៏មានច្រើនដែរហើយក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះជាពិសេស5ឆ្នាំចុងក្រោយយើងឃើញថាយុវជនដែលរៀនចប់គេហៅសហគ្រិនវ័យក្មេងនេះគឺគាត់ចាប់ផ្ដើមមានបែបកំណត់ចាប់ផ្ដើមរស់ស៊ីធ្វើការខ្លួនឯងបង្កើតអាជីវកម្មខ្លួនឯងអញ្ចឹងទៅហើយយើងឃើញថាចំណុចទាំងអស់នេះជាចំណុចមួយវិជ្ជមានលូតលាស់ដល់ប្រទេសជាតិបង្កើនសេដ្ឋកិច្ចការងារឲ្យប្រជាជនធ្វើហើយនាំឲ្យមានការទំនុកទុកចិត្តដល់សហគមន៍ទាំងមូលធ្វើឲ្យប្រទេសខ្មែរយើងជាប្រទេសមួយសេដ្ឋកិច្ចកំពុងលូតលាស់ដែលយើងអាចប្រកួតប្រជែងក្នុងទីផ្សារអាស៊ានយើងបានយើងឃើញថាយុវជនមួយចំនួនសហគ្រិនវ័យក្មេងចំនួនគាត់យល់សហគ្រិនមួយចំនួនក៏អត់យល់ដូច្នេះយើងត្រូវការបំបែកទិសបំរុងទិសទៅឲ្យគាត់ហើយណែនាំគាត់ឲ្យគាត់ចាប់ឲ្យបានស៊ីជម្រៅនឹងការទទួលទានទាំងអស់ហ្នឹងកុំឲ្យយើងគាត់ខកខានកុំឲ្យគាត់ខ្សែទុនប្រឈមនឹងហានិភ័យផ្សេងយើងឃើញថាបងប្អូនដែលថាគាត់រៀនចប់ហើយគាត់រៀនចំជំនាញហើយគាត់ទៅធ្វើការយកបទពិសោធន៍ហើយបានធ្វើការបទពិសោធន៍បានច្រើនឆ្នាំទៅគាត់ស៊ីជម្រៅអំពីការងារអំពីគ្រប់គ្រងទាំងអស់ទៅគាត់ទៅធ្វើការបើកអាជីវកម្មខ្លួនឯងភាគច្រើនជោគជ័យប៉ុន្តែបងប្អូនមួយចំនួនទៀតគាត់មានលុយក៏អត់បានរៀនទេហើយអត់បានធ្វើការទេប៉ុន្តែគាត់មានអារម្មណ៍ជ្រាបជ្រួលតាមគ្នាអញ្ចឹងគាត់ទៅបើកអាជីវកម្មភាគច្រើនយើងឃើញថាចង់ 90% ជាងខ្សែទុនចំណុចនេះមួយតែធ្វើឲ្យប្រទេសយើងបាក់ទឹកចិត្តហើយធ្វើឲ្យសហគ្រិនវ័យក្មេងមានការស្ផន់ច្រឡំថាការរស់ស៊ីគឺជាការបរាជ័យមួយដូច្នេះគឺមិនមែនទេការរស់ស៊ីបើយើងចេះដឹងយើងយល់យើងច្បាស់អំពីអាជីពដែលយើងចង់ធ្វើគឺមហាជោគជ័យកូនខ្មែរយើងមិនថាកូនចៅចិនកូនវៀតណាមកូនខ្មែរយើងគឺសិតតែប្រកាយគ្រប់គ្នាសំខាន់គឺឱកាសយើងមានអត់ហើយឱកាសហ្នឹងគឺចាប់ផ្ដើមដំបូងគឺការរៀនសូត្រកូនខ្មែរទាំងអស់ឲ្យតែយើងចាប់ផ្ដើមរៀនសូត្រចាប់ផ្ដើមដឹងឮចូលរួមក្នុងសង្គមគឺយើងមានឱកាសដូចគ្នាដូច្នេះហើយបើយើងបានរៀនបានឆ្លងកាត់គឺយើងជោគជ័យប៉ុន្តែវាអកុសលមួយកូនខ្មែរដែលថាភាគច្រើនខ្មែរសុទ្ធហ្នឹងគាត់បើយើងនិយាយទៅវាអត់ពួកគាត់អត់មានឱកាសដូចគេដោយសារឪពុកម្ដាយក្រីក្រដោយសារគាត់រស់នៅជនបទខ្វះខាតដូច្នេះហើយសូម្បីតែលុយទៅរៀនក៏អត់មានលុយទៅរៀនបន្តមហាវិទ្យាល័យផងកត្តាហ្នឹងជាគ្រឹះដែលធ្វើឲ្យកូនខ្មែរយើងមិនបានជោគជ័យមួយចំនួនដូច្នេះហើយកូនចៅចិនទីចឹងក៏នៅពេញហើយគាត់ម៉ែគាត់មានលុយអញ្ចឹងទៅគាត់មានផ្ដាំកំណត់ហើយការរស់ស៊ីនៅប្រទេសគាត់ធ្វើឲ្យគាត់ស៊ាំនឹងប្រចាំថ្ងៃការរស់ស៊ីរបស់គាត់ដូច្នេះហើយភាពជោគជ័យរបស់គាត់ក៏មានខ្លាំងដោយសារអញ្ចឹងតែបើនិយាយថាចំណេះដឹងជ្រាបវៃឆ្លាតតើកូនចៅចិនខ្លាំងជាងខ្មែរយើងគឺអត់ទេចំពោះខ្ញុំអត់ឯកភាពបាទមិនមែនជាចិនបាទតែមែនតែនេះគឺការអប់រំហើយនិងការតម្រង់ទិសរបស់អដែងសង្គមក៏ដូចជាក្រុមបាទហើយនៅអាកាសនិយមបើកចំហឲ្យស្មើគ្នាឬអត់បច្ចុប្បន្នសង្គមយើងគឺមិនបានស្មើគ្នានៅចំណុចហ្នឹងមួយកូនខ្មែរសុទ្ធភាគច្រើនមកពីក្រុមគ្រួសារក្រីក្រដូច្នេះហើយយើងត្រូវបំបែវប្បធម៌ហ្នឹងហើយអាកាសហ្នឹងហើយនឹងភាពយុត្តិធម៌ហ្នឹងឲ្យស្មើគ្នាបើយើងផ្ដល់ឱកាសស្មើគ្នាជំរុញកូនខ្មែររៀនហើយជំរុញកូនខ្មែរឲ្យយល់ដឹងធ្វើការឆ្លងកាត់ខ្ញុំគិតថាខ្មែរយើងខ្លាំងហើយយើងដឹងហើយជំនាន់អង្គរជំនាន់ពីដើមមកយើង build empire មួយធំហើយយើងសាងសង់គេហៅកំផែងមួយធំមែនតើហើយចុះហេតុអ្វីជំនាន់នឹងខ្មែរធ្វើការមិនមែនចិនមកធ្វើណាកូនខ្មែរធ្វើដូច្នេះហើយខ្ញុំគិតថាដោយសារបដិបត្តិសម័យឥឡូវនេះចិនក៏មានឱកាសជាងដោយសារគាត់រស់នៅទីក្រុងដោយសារពុកឯគាត់មានដោយសារការវប្បធម៌ជំរុញហ្នឹងវាទៅវិញទៅមកវាទៅជាទម្លាប់មួយក៏ប៉ុន្តែបើយើងឲ្យកូនខ្មែរយើងកូនចិនមានឱកាសទៅរៀនដូចគ្នាហើយទៅធ្វើការដូចគ្នាចេញមកខ្ញុំឃើញតែកូនខ្មែរយើងគឺខ្លាំងជាងកូនខ្មែរបាទអានេះអាស្រ័យដោយសារការអប់រំនិងការតម្រង់ការតម្រង់ទិសនិងឱកាសនិយមរបស់ពួកគាត់បាទប៉ុន្តែឥឡូវខ្ញុំមិនដឹងពីថាតើកូនខ្មែរទាំងខ្មែរចិនទាំងខ្មែរសុទ្ធដូចខ្ញុំនេះមានឱកាសស្មើគ្នាហើយនេះបាទបច្ចុប្បន្ននេះខ្ញុំឃើញថាអត់ទាន់មានឱកាសស្មើគ្នាយេត្រង់បាទដោយសារយើងឃើញថាចង់ឲ្យស្មើគ្នាតើយើងប្រែប្រួលសង្គមប្រែប្រួលបរិបទប្រែប្រួលគេហៅថាអាកាសនិយមហ្នឹងព្រោះយើងឃើញកូនខ្មែរភាគច្រើនគាត់អត់មានជីវភាពរស់នៅអត់មានដីធ្លីអត់មានលុយកាក់ហ
ហើយអត់មានអាកាសទៅរៀនហើយភាគច្រើនដោយសារចាប់ផ្ដើមមកពីខ្មែរក្រហមមកលំចេញទៅយើងមកយើងឃើញកូនខ្មែរភាគច្រើនគាត់នៅជនបទហើយក៏អត់មានគេហៅហេដ្ឋារចនាសម្ព័ន្ធអត់មានអាកាសក្នុងការធ្វើស្រែចម្ការតាមទំនើបនិយមទាំងអស់ហ្នឹងដល់ពេលយើងគិតទៅយូរទៅវាជាជាប់នៅកលៈក្រីក្រជាប់នៅកម្លឹះមិនអភិវឌ្ឍជាប់នៅកលឹះមិនមានគេហៅថាលទ្ធភាពនៅទៅរៀនទៅយល់ដឹងចូលក្រុងដូច្នេះវាទៅជាយូរទៅវាទៅជាទម្លាប់វែងហ្នឹងអញ្ចឹងបើយើងប្រែប្រួលដែលថាកូនខ្មែរទាំងអស់មិនថានៅជនបទនៅទីក្រុងមិនថាកូនចៅចិនកូនចៅខ្មែរត្រូវតែទៅរៀនទៅរៀនឲ្យយ៉ាងហោចណាស់ចប់បាក់ឌុបហើយបើអាចទេតម្រូវការចប់បញ្ញាបត្រពេលហ្នឹងយើងយកពួកគាត់មកធ្វើការប្រកួតប្រជែងគ្នាគឺពេលហ្នឹងកូនខ្មែរយើងស្មើគ្នានឹងជោគជ័យបាទក៏តែត្រូវមានកម្លាំងជំរុញការរំដោះទឹកពីរដ្ឋាភិបាលពីស្ថាប័នអប់រំអីផងដែរមកទៀតត្រូវតែចាប់ផ្ដើមពីដំបូងពីរដ្ឋាភិបាលពីក្រសួងអប់រំពីលោកឪពុកអ្នកម្ដាយនិងសង្គមជុំវិញទៅការគ្រប់គ្រងហើយនឹងការជំរុញការលើកទឹកចិត្តហើយកូនខ្មែរយើងត្រូវតែបដូរផ្នត់កំណត់ទីមួយថាកូនចៅចិនឆ្លាតជាងកូនខ្មែរល្ងងត្រូវតែដូរហើយត្រូវតែដូរផ្នត់កំណត់ថាពេលយកធ្វើការកូនចិនឲ្យថ្លៃជាងហើយឲ្យឱកាសធ្វើធំកូនខ្មែរមិនសូវឲ្យឱកាសប្រាក់ខែតិចត្រូវតែដូរបាទអញ្ចឹងថាណាក៏អាចចេះរកស៊ីបានដែរទោះជាឧទាហរណ៍ដូចខ្ញុំកើតមកខ្ញុំអត់មាន business talent ខ្ញុំមិនតូនអ្នកស្រែអីចឹងប៉ុន្តែស្រាប់បើសិនតែយើងចង់ធ្វើជាអ្នកជំនួយវិញដូច KDI ដែរតែមនុស្សយុវជនដែលកើតមកអត់មានទេពកោសល្យឪពុកម្ដាយមិនដែលរកស៊ីអីមិនដែលនិយាយអំពីខាតចំណេញមានឬក្រអីតែអាច convert ខ្លួនឯងទៅជាអ្នកជំនួយបានឬអត់បានព្រោះអ្វីចេញហេតុអ្វីបើគាត់ឈ្នះនឹងការរស់ស៊ីភាគច្រើនពួកគាត់នៅទីក្រុងឬក៏គាត់រស់ស៊ីនៅក្រុមគ្រួសារគាត់តាំងពីទូចមកក៏រស់នៅមួយម៉ែឪគាត់លក់ដូរទិញទំនិញចរចាគិតលុយអញ្ចឹងគាត់ស៊ាំតែកូនខ្មែរយើងដែលគ្នាអត់មានឱកាសនោះគាត់នៅស្រុកស្រែហើយម៉ែឪគាត់ធ្វើការអញ្ចឹងគាត់និយាយអំពីថានៅស្រុកស្រែឧទាហរណ៍គាត់ទៅរៀនធ្វើបានប៉ុន្មានទៅចូលសិស្សហើយនៅគ្វាគោដល់ណាដល់ពេលគាត់មកនៅក្រុងគាត់សួរថានាំឡានចូលប៉ុន្មានគ្រឿងបាទហើយសេដ្ឋកិច្ចឡើងប៉ុណ្ណាហើយទីផ្សារមិនដីមិនតែអញ្ចឹងការរស់នៅផ្នត់កំណត់ការគិតហ្នឹងវាខុសគ្នាបាត់ទៅហើយដូច្នេះហើយយើងត្រូវផ្ដល់ឱកាសថាឲ្យស្មើគ្នាជំរុញឲ្យគាត់ទៅរៀនបរិញ្ញាគឺឲ្យតឹងតែងហើយបញ្យល់ពីសេដ្ឋកិច្ចបញ្យល់ពីការរស់ស៊ីបញ្យល់ពីការរស់នៅហើយផ្ដល់ឱកាសដូចគ្នាប៉ុន្តែយើងគិតថានៅស្រុកខ្មែរពីច្រើនការរៀនមិនបានពេញលក្ខណៈទេដោយសារពេលវេលាតិចហើយដោយសារការបង្រៀនហ្នឹងគឺវាមានខ្សោយនៅចំណេះដឹងចំនួនហើយជាពិសេសខាង business យើងអត់បានបង្រៀនក្មេងទេខាង economic យើងបានបង្រៀនគាត់ទេខាងសេដ្ឋកិច្ចហើយខាងគេហៅថា micro economic ហើយ macro សូម្បីតែ micro កូនខ្មែរយើងចំនួនក៏អត់ទាន់យល់ពីសេដ្ឋកិច្ចតូចនៅក្នុងស្រុកហើយដូច្នេះហើយនិយាយពីសេដ្ឋកិច្ចធំក្នុងតំបន់នេះក៏អត់ស៊ីចម្រៅទេកន្លែងនេះហើយត្រូវយើងចាញ់ប្រៀបគេមិនត្រឹមតែកូនចិនកូនខ្មែរទេគឺយើងខ្មែរទាំងមូលយើងចាញ់ប្រៀបគេកន្លែងហ្នឹងយើងអត់ដឹងពី rule and regulation យើងអត់ដឹងពី trade នាំចេញនាំចូលច្បាប់ទម្លាប់តាក់យើងអត់ទាន់ដឹងហើយភាគច្រើនយើងអត់ដឹងដូច្នេះហើយយើងការរស់ស៊ីយើងនៅក្នុងប្រទេសដល់ពេលយើងទៅប្រឡូកជាមួយតំបន់យើងអត់យល់បាទម្យ៉ាងទៀត business concept របស់យើងតែមានច្រើនទេយុវជនបច្ចុប្បន្នដែលរៀននៅមហាវិទ្យាល័យបានត្រឹម master degree អីហ្នឹងគាត់មានគំនិតច្នៃប្រឌិតធ្វើជំនួញឲ្យទៅខ្លួនឯងទេវាព្រោះថាដោយនៅសង្ហបុរីមកថារៀនចប់គ្នាគេ 3-4 នាក់គុំគ្នាបង្កើត business idea មួយទៅ save proposal ដាក់ទៅធនាគារឬក៏ដាក់ទៅ investor ណាមួយទៅសល់លុយច្រើនគេអាចបង្កើតនៅមុខរបរជំនួញ employ ខ្លួនឯងបានហើយ employ អ្នកជិតខាងអី 4-5 នាក់ទៀតប៉ុន្តែយើងដល់កម្រិតនឹងហើយឬមួយក៏យើងស្ថិតនៅក្នុងយើងកំពុងតែចាប់ផ្ដើមប៉ុន្តែមិនទាន់មានអ្នកគ្រប់គ្រងធនាគារមិនទាន់មើលឃើញបាទហើយអ្នករស់ស៊ីធំមិនទាន់ឲ្យតម្លៃហើយអ្នកបញ្ញវន្តមិនទាន់គិតដល់ដោយសារទី1ការរៀនសូត្រនៅបញ្ញាបត្រអត់មានការស្រាវជ្រាវអត់មានការ training practical យ៉ាងអនុវត្តពិតហើយចូល master គឺសាស្ត្រាចារ្យគឺកម្រិតនៅខ្សោយដូច្នេះការជំរុញឲ្យស្រាវជ្រាវឲ្យសិក្សាឲ្យទៅសេឲ្យរៀបចំផែនការវានឹងកង្វះខាតហើយបើរៀបចំបានហើយយើងអត់ទាន់មានគេហៅថាស្នេហានិយមនឹងការគ្រប់គ្រងក្មេងឲ្យ
បង្កើតអ្វីមួយនៅក្នុងស្រុកហើយដើម្បីឲ្យគាត់បង្កើតអាជីវកម្មទៅលើហ្នឹង បាទ ដោយសារយើងអត់ទាន់មានទំនុកទុក